តែអ្នកដឹងទេថាមហាសមុទ្រគ្រប់ដណ្ដប់ជាង 70% នៃផ្ទៃផែនដីប៉ុន្តែយើងបានរករកវាតិចជាង 5% ទៅទៀតនៅធឿងទីងងឹតដូចជ្រៅនោះមានអាចកំបាំងជាច្រើនដែលកំពុងរងចាំកែរកឃើញថ្មីនេះអ្នកវិទ្យាសាស្ត្របានរកឃើញរបបកំហើញដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនមានថ្មនៅបាតសមុទ្រកំពុងផលិតអុកស៊ីសែនដោយគ្មានពន្លឺព្រះអាទិត្យមានទន្លេទឹកសាបដ៏ធំនៅក្រោមបាតសមុទ្រមានសត្វសមុទ្រថ្មីរាប់សិបប្រភេទដែលមិនធ្លាប់ឃើញហើយមានសមុទ្រពុកកញ្ច្រោលដោយឧស្ម័នមេតានថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីអាចកំបាំង5យ៉ាងនៅក្រោមបាតសមុទ្រដែលមិនធ្លាប់ដឹងនិងគួរឲ្យភ្ញាក់ផ្អើលបំផុតចាប់ផ្ដើមជាមួយការរកឃើញដ៏រំភើបបំផុតក្នុងឆ្នាំ2024គឺអុកស៊ីសែនខ្មៅ Dark Oxygen ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោក Andrew Sweetman បានរកឃើញបាតុភិបដ៏គួរឲ្យភ្ញាក់ផ្អើលមួយដំរ៉ែដែកម៉ាំងកាណែទំហំប៉ុនដំឡូងនៅបាតសមុទ្រជ្រៅកំពុងផលិតអុកស៊ីសែននេះស្កាត់ឡើងនៅតំបន់ Clarion Clipperton Zone ក្នុងមហាសមុទ្រ Pacific ជម្រៅរាប់ពាន់ម៉ែត្រអ្នកវិទ្យាសាស្ត្រជឿថាស្រទាប់លោហៈនៅក្នុងដុំរ៉ែទាំងនេះកំពុងបង្កើតចរន្តអគ្គិសនីដែលអាចបំបែកទឹកសមុទ្រទៅជាអ៊ីដ្រូសែននិងអុកស៊ីសែនគេបានវាស់តង់ឆុងបានដល់ទៅ 0.95 វ៉ុលលើផ្ទៃដុំរ៉ែជិតស្មើនឹងថាមពលថ្ម AA មួយគ្រាប់ការរកឃើញនេះប្រឈមនឹងជំនឿវិទ្យាសាស្ត្រថាអុកស៊ីសែនត្រូវការពន្លឺព្រះអាទិត្យនិងរស្មីសំយោគដើម្បីផលិតលើទ្រង់ទ្រាយធំអុកស៊ីសែនខ្មៅនេះអាចជាប្រភពថាមពលដ៏សំខាន់សម្រាប់សត្វសមុទ្រទឹកជ្រៅដូចជាមីក្រូបត្រសោកសមុទ្រនិងផ្កាថ្មស៊ីសត្វលេខ 2 គឺបាតុភិបថ្មីមួយដែលទើបតែត្រូវបានកំណត់និយមន័យក្នុងខែមករាឆ្នាំ2026គឺរលកងងឹតសមុទ្រនេះជារយៈពេលខ្លីតែខ្លាំងក្លានៃការថយចុះពន្លឺនៅក្នុងទឹកដែលបណ្ដាលមកពីព្យុះការសារាយនិងការបញ្ចេញដីលឹបមូលហេតុអាចមកពីព្យុះស៊ីក្លូនភ្លើងឆេះព្រៃការហូរជ្រោះដីនិងសូម្បីតែការអភិវឌ្ឍឆ្នានការសិក្សានៅឆ្នាំ California និង Nouvelle-Zélande បានរកឃើញរលកងងឹតចន្លោះពី25ទៅ80ដងក្នុងរយៈពេល21ឆ្នាំព្រឹត្តិការណ៍វែងជាងគេមានរយៈពេលដល់ទៅ64ថ្ងៃរលកទាំងនេះអាចប៉ះពាល់ដល់រស្មីសំយោគនៃព្រៃសារាយស្មៅសមុទ្រនិងផ្កាថ្មព្រមទាំងអេរិយាបថនៃរបស់ត្រីឆ្លាមនិងថនិសត្វសមុទ្រលេខ 3 គឺការរកឃើញដ៏អស្ចារ្យក្នុងខែកុម្ភៈឆ្នាំ2026គឺទន្លេទឹកសាបក្រោមបាតសមុទ្រមេសកម្ម IODP-3 NSF Expedition 501បានបញ្ជាក់ជាលើកដំបូងអំពីអត្ថភាពនៃប្រព័ន្ធទឹកសាបដ៏ធំនៅក្រោមបាតសមុទ្រគេបានរកឃើញស្រទាប់ទឹកសាបក្រាស់ជិត200ម៉ែត្រនៅឆ្នេរ New England សហរដ្ឋអាមេរិកអ្នកវិទ្យាសាស្ត្របានដឹងអំពីអត្ថភាពនៃប្រព័ន្ធទាំងនេះតាំងពីឆ្នាំ1976ប៉ុន្តែនេះជាលើកដំបូងដែលគេអាចធ្វើគំរូនិងសិក្សាលម្អិតការរកឃើញនេះសំខាន់ណាស់សម្រាប់សហគមន៍ឆ្នានដែលពឹងផ្អែកលើទឹកក្រោមដីលេខ 4 គឺការរកឃើញដ៏រំភើបមួយទៀតក្នុងខែកុម្ភៈឆ្នាំ2026គឺពំពួកសត្វសមុទ្រថ្មីរាប់សិបប្រភេទក្រុមអ្នកវិទ្យាសាស្ត្រពីមហាវិទ្យាល័យ Schmidt Ocean Institute បានប្រកាសរកឃើញប្រភេទសត្វសមុទ្រថ្មីចំនួន28ប្រភេទនៅក្នុងទឹកដែនសមុទ្រជ្រៅនៃប្រភេទអាសង់ទីនគេបានថតបានរូបភាពច្បាស់នៃចាហឺខ្មោច Phantom Jellyfish ដ៏កម្រដែលអាចវែងដូចឡានក្រុងសាឡាគេក៏បានរកឃើញថ្មប៉ាប្រេតផ្កាថ្ម Bathylia Candida ធំជាងគេនៅក្នុងโลกដែលមានទំហំដូចទីក្រុងវ៉ាទីកង់ហើយគេក៏បានរកឃើញត្រីបាឡែនងាប់នៅបាតសមុទ្រជ្រៅជាលើកដំបូងក្នុងដែនទឹកអាសង់ទីនអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថាមហាសមុទ្រមានជីវិតពេញទៅដោយសត្វមិនធ្លាប់ឃើញជាច្រើនប្រភេទហើយចុងក្រោយលេខ 5 គឺបាតុភិបដ៏ចម្លែកមួយដែលកើតឡើងក្នុងខែមករាឆ្នាំ2026គឺសមុទ្រពូកញ្ច្រោលនៅឆ្នេររដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាអាជ្ញាធរបានរកឃើញបាតុភិបដ៏ចម្លែកមួយទឹកសមុទ្រកំពុងពុះកញ្ច្រោលនិងផ្ទុះពពុះយ៉ាងខ្លាំងជំនាញសង្ស័យថាវាអាចបណ្ដាលមកពីការលេចធ្លួយឧស្ម័នមេតានដ៏ធំពីបាតសមុទ្របាតុភិបនេះអាចជាសញ្ញាប្រុងប្រយ័ត្នអំពីការប្រែប្រួលអាកាសធាតុដោយសារការរលាយនៃស្រទាប់ទឹកកកក្រោមបាតសមុទ្របញ្ចេញឧស្ម័នមេតានដ៏ច្រើនសរុបមកអាចកំបាំងទាំង5យ៉ាងនេះគ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះនៃអ្វីដែលយើងមិនទាន់ដឹងអំពីមហាសមុទ្រ
រាល់ពេលដែលយើងបញ្ជូនគ្រឿងស្រាវជ្រាវថ្មីៗទៅកាន់ជម្រៅទឹកយើងតែងតែប្រទះឃើញអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនិងត្រូវពិនិត្យមើលទ្រឹស្ដីវិទ្យាសាស្ត្រចាស់ៗឡើងវិញយើងទៅតែនៅដើមដំណើរដើម្បីស្វែងយល់អំពីភាពចម្រុះចម្រាស់និងអាចកំបាំងដ៏អស្ចារ្យដែលមហាសមុទ្រលាក់ទុកតែអ្នកធ្លាប់ដឹងពីអាចកំបាំងទាំងនេះទេតើអ្នកចង់ឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកអ្វីបន្ថែមទៀតក្នុងសមុទ្រជ្រៅប្រាប់ខ្ញុំនៅខាងក្រោមនេះទៅសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀតតើអ្នកធ្លាប់ស្រមៃទេថានៅក្រោមមហាសមុទ្រដ៏ជ្រៅកាលពីរាប់លានឆ្នាំមុនមានសត្វចម្លែកដែលគួរឲ្យខ្លាចជាងត្រីឆ្លាមសទៅទៀតមានត្រីឆ្លាមយ៉ាក់ធំជាងត្រីឆ្លាមសសម័យនេះ3ដងមានសត្វល្មួនសមុទ្រវែងជាងឡានក្រុងមានត្រីពាស្ដែកដែលគ្មានធ្មេញតែអាចខំសំលុះដែកបានហើយមានសត្វក្រៀវធំជាងមនុស្សទៅទៀតសត្វទាំងនេះធ្លាប់គ្រប់គ្រងមហាសមុទ្រអស់រាប់លានឆ្នាំប៉ុន្តែឥឡូវពួកវាបានបាត់បង់អស់ហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីសត្វចម្លែក10ប្រភេទក្នុងមហាសមុទ្រដែលបានផុតពូជពីភពផែនដីនេះចាប់ផ្ដើមជាមួយសត្វដ៏ល្បីល្បាញបំផុតគឺ Megalodon Megalodon គឺជាត្រីឆ្លាមយក្សដែលរស់នៅប្រហែល23ទៅ 3.6 លានឆ្នាំមុនវាមានប្រវែងដល់ទៅ20ម៉ែត្រធំជាងត្រីឆ្លាមសសម័យនេះ3ដងធ្មេញរបស់វាអាចវែងដល់ទៅ18សង់ទីម៉ែត្រធំជាងដៃមនុស្សទៅទៀតអ្នកវិទ្យាសាស្ត្រជឿថា Megalodon បានផុតពូជដោយសារការប្រែប្រួលអាកាសធាតុនិងការប្រកួតប្រជែងរកចំណីជាមួយត្រីឆ្លាមសដែលទំហំតូចជាងប៉ុន្តែរហ័សរហួនជាងសត្វបន្ទាប់គឺ Mosasaur ដែលអ្នកប្រហែលជាធ្លាប់ឃើញក្នុងរឿង Jurassic World Mosasaur គឺជាសត្វល្មូនសមុទ្រដ៏ធំរស់នៅក្នុងកំឡុងចុងសម័យ Cretaceous ប្រហែល82ទៅ66លានឆ្នាំមុនវាមានប្រវែងរហូតដល់17ម៉ែត្រវែងជាងឡានក្រុងទៅទៀតវាមានថ្ងាមទ្វេដូចពស់និងធ្មេញស្រួចអាចស៊ីបានទាំងត្រីឆ្លាមបក្សីនិងសត្វល្មូនដទៃទៀតMosasaur បានផុតពូជក្នុងពេលតែមួយជាមួយ Dinosaur ប្រហែល66លានឆ្នាំមុនដោយសារអាចឆ្មាផ្កាយបុកផែនដីឥឡូវមកដល់សត្វចម្លែកមួយដែលមានឈ្មោះច្រឡំគឺ Basilosaur ទោះបីឈ្មោះវាមានន័យថាស្ដេចល្មួនក៏ដោយវាពិតជាថនិស័ក្តិនិងជាបុព្វបុរសរបស់ត្រីបាឡែនសម័យទំនើបវារស់នៅប្រហែល40លានឆ្នាំមុនមានរាងដូចពស់សមុទ្រយក្សប្រវែង15ទៅ20ម៉ែត្រគួរឲ្យចាប់អារម្មណ៍ថាវានៅតែមានសល់ជើងក្រោយតូចដែលជាសំណល់ពីបុព្វបុរសរស់នៅលើដីសត្វបន្ទាប់នេះមានរាងចម្លែកជាងគេគឺ Helicoprion Helicoprion គឺជាត្រីឆ្លាមបុរាណដែលរស់នៅប្រហែល290ទៅ270លានឆ្នាំមុនវាល្បីល្បាញដោយសាររចនាសម្ព័ន្ធធ្មេញរាងជារង្វង់មូលដូចរណាអគ្គិសនីឬក៏ tooth whorl នៅថ្ងាមក្រោមអ្នកវិទ្យាសាស្ត្រជឿថាធ្មេញទាំងនេះត្រូវបានប្រើប្រាស់សម្រាប់កាត់សម្បកអាម៉ូនីតមកដល់ត្រីពាស្ដែកដ៏សាហាវ Dunkleosteus Dunkleosteus រស់នៅប្រហែល382ទៅ358ឆ្នាំមុនវាគ្មានធ្មេញទេប៉ុន្តែមានបន្ទាត់ឆ្អឹងមុតស្រួចនៅថ្ងាមដែលអាចទម្លុះដែកបានកម្លាំងខាំរបស់វាខ្លាំងជាងគេក្នុងចំណោមត្រីទាំងអស់រហូតដល់3600គីឡូក្រាមគួរឲ្យដឹងថាភស្តុតាងហ្វូស៊ីលបង្ហាញថាវាអាចស៊ីគ្នាឯងផងដែរឥឡូវមកដល់សត្វក្រៀវយក្សគឺ Yagelopterus វាគឺជាសត្វក្រៀវសមុទ្រយក្សដែលរស់នៅជាង400លានឆ្នាំមុនវាមានប្រវែងរហូតដល់ 2.5 ម៉ែត្រធ្វើឲ្យវាក្លាយជាសត្វក្រៀលធំជាងគេដែលធ្លាប់មានស្រមៃមើលក្រៀលមួយធំជាងមនុស្សទៅទៀតសត្វបន្ទាប់នេះគឺ Leopleurodon ដែលជាសត្វល្មូនសមុទ្រសាហាវវារស់នៅប្រហែល166ទៅ155ឆ្នាំមុនមានប្រវែង8ទៅ10ម៉ែត្រថ្ងាមរបស់វាវែងរហូតដល់ 20% នៃប្រវែងរាងកាយនិងធ្មេញមុតដូចដាវសម្រាប់ប្រមិញត្រីនិងអាម៉ូនីតមកដល់ Cephalopod យក្សគឺ Camarasaurus វារស់នៅប្រហែល470លានឆ្នាំមុនមានសម្បករាងកោណវែង
និងតង់តាក់ជាច្រើនសម្រាប់ចាប់សត្វព្រៃវាប្រហែលជាសត្វដែលរងចាំចាប់សត្វពីបាតសមុទ្រមិនមែនហែលប្រមិញទេសត្វទី9គឺអាម៉ូនីតដែលប្រហែលជាញាក់ធ្លាប់ឃើញ fossil របស់វាហើយអាម៉ូនីតគឺជាមូស្គូសសមុទ្រដែលមានសម្បករាងជារង្វង់មូលនិងផុតពូជប្រហែល66លានឆ្នាំមុន fossil របស់វាត្រូវបានគេរកឃើញជាទូទៅប៉ុន្តែតែសម្បកប៉ុណ្ណោះដែលនៅសល់វាជាញាក់ហែលទឹកដ៏ពូកែនិងប្រើសម្បករបស់វាសម្រាប់គ្រប់គ្រងការលិចលន់ហើយចុងក្រោយគឺតែឡូសរដែលជាសត្វញាតិជិតស្និទ្ធនឹងម៉ូសាសរតែឡូសរគឺជាសត្វល្មូនសមុទ្រក្នុងក្រុមគ្រួសារម៉ូសាសរដូចគ្នានិងជាប្រភេទធំជាងមួយដែរវាមានប្រវែងដល់ទៅ13ម៉ែត្រជាង45ហ្វីតបណ្ដោយស្មើនឹងរថយន្តសាលាវាមានធ្មេញរាងកោណ2ជួរនិងជាសត្វមុំសត្វកំពូលស៊ីត្រីឆ្លាមនិងសត្វល្មូនដទៃទៀតសត្វទាំង10នេះធ្លាប់គ្រប់គ្រងមហាសមុទ្រអស់រាប់លានឆ្នាំប៉ុន្តែហេតុអ្វីបានជាពួកវាផុតពូជមូលហេតុចម្បងរួមមានការប្រែប្រួលអាកាសធាតុការប្រែប្រួលសីតុណ្ហភាពនិងកម្រិតទឹកសមុទ្របានបំផ្លាញទីជម្រកការប្រកួតប្រជែងការមកដល់របស់សត្វមមសាសថ្មីបានបង្កើតការប្រកួតប្រជែងរកចំណីព្រឹត្តិការណ៍ផុតពូជដ៏ធំដូចជាការបុកទង្គិចរបស់អាឆ្មាផ្កាយដែលបណ្ដាលឲ្យផុតពូជដៃណូស័រនិងសត្វសមុទ្រជាច្រើនសត្វទាំងនេះបង្ហាញយើងអំពីការសម្បូរបែបនិងអំពីការអស្ចារ្យនៃជីវិតក្នុងមហាសមុទ្រកាលពីអតីតកាលការសិក្សាអំពីពួកវាជួយយើងឲ្យយល់អំពីការវិវត្តនិងសារៈសំខាន់នៃការអភិរក្សជីវិតសមុទ្រដែលកំពុងរងគ្រោះនៅពេលបច្ចុប្បន្ននេះសរុបមកវិញយើងបានឃើញសត្វចម្លែកក្នុងមហាសមុទ្រចំនួន10ប្រភេទដែលធ្លាប់រស់នៅលើផែនដីនេះពី Megalodon យ៉ាក់រហូតដល់ Ammonite ដែលមាន fossil ច្រើនជាងគេតើអ្នកធ្លាប់ស្គាល់សត្វមួយណាក្នុងចំណោមសត្វទាំង10នេះទេតើសត្វមួយណាដែលអ្នកចង់ឲ្យគេយកម្ករស់ឡើងវិញប្រាប់ខ្ញុំនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀតតើអ្នកដឹងទេថាកាលពីរាប់រយឆ្នាំមុននៅលើភពផែនដីនេះធ្លាប់មានសត្វចម្លែកដែលយើងមិនដែលឃើញផ្ទាល់ភ្នែកមានបក្សីយក្សកម្ពស់3ម៉ែត្រដែលคล้ายតែឥន្ទ្រីយក្សមានឋានៈសត្វសមុទ្រធំជាងរថយន្ត2ដងតែសុភាពរាបសារហើយមានកង្កែបដែលញីភ្ញាក់ប៉ងក្នុងក្រពែរបស់វារួចក៏អកចេញមកជាកូនសត្វទាំងនេះធ្លាប់ដើរហើរហែលនិងរួមនៅលើផែនដីប៉ុន្តែឥឡូវពួកវាបានបាត់បង់អស់ហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីសត្វចម្លែក10ប្រភេទដែលបានផុតពូជពីភពផែនដីនេះចាប់ផ្ដើមជាមួយសត្វដ៏ល្បីបំផុតមួយក្នុងចំណោមសត្វផុតពូជគឺដូដូជាបក្សីមិនចេះហោះមានសម្បូរធំរស់នៅលើកោះ Mauritius ក្នុងមហាសមុទ្រឥណ្ឌាដោយសាររស់នៅក្នុងបរិស្ថានគ្មានសត្រូវធម្មជាតិដូមិនចេះខ្លាចមនុស្សទេនៅសតវត្សទី16អ្នកវិកេអឺរ៉ុបបានមកដល់ហើយពួកគេបានបរបាញ់ដូយកសាច់ជាអាហារមិនតែប៉ុណ្ណោះសត្វដែលនាំមកជាមួយដូចជាឆ្មាឆ្កែនិងកណ្ដុរបានស៊ីប៉ងរបស់វាត្រឹមតែជាង100ឆ្នាំក្រោយមកគឺនៅឆ្នាំ1662ដូក៏បានផុតពូជទាំងស្រុងសត្វបន្ទាប់គឺថៃលីស៊ីនឬគេហៅម្យ៉ាងទៀតថាខ្លាតាស្ម៉ានីវាជាសត្វមុំសាសីមានថង់រូបរាងដូចឆ្កែតែមានឆ្នូតនៅលើខ្នងដើមឡើយវារស់នៅក្នុងប្រទេសអូស្ត្រាលីនិងញូហ្គីណេនៅពេលពួកអាណានិគមអឺរ៉ុបយកឈាមមកចិញ្ចឹមថៃលីស៊ីនត្រូវបានគេចោទប្រកាន់ថាស៊ីឈាមរដ្ឋាភិបាលថែមទាំងដាក់រង្វាន់ដល់អ្នកបាញ់វាទៀតផងការបរបាញ់យ៉ាងសន្ធឹកនេះបានធ្វើឲ្យថៃលីស៊ីនផុតពូជសត្វចុងក្រោយបង្អស់បានស្លាប់នៅខុនសួនសត្វ Hobart ប្រទេសអូស្ត្រាលីក្នុងឆ្នាំ1936គិតមើលគួរឲ្យសោកស្ដាយណាស់ព្រោះក្រោយមកគេរកឃើញថាការចោទប្រកាន់ថាវាស៊ីឈាមគឺគ្មានមូលដ្ឋានច្បាស់លាស់ទេមកដល់សត្វយក្សដ៏សុភាពមួយទៀតគឺគោសមុទ្រ Steller វាជាឋានៈសត្វសមុទ្រដ៏ធំមានប្រវែងដល់ទៅ10ម៉ែត្រធំជាងរថយន្តធម្មតា2ដងវារស់នៅក្នុងសមុទ្រ Bering ភាគខាងលើមហាសមុទ្រ Pacific គ
គោសមុទ្រនេះត្រូវបានគេរកឃើញនៅឆ្នាំ1741ដោយសារវាហែលយឺតនិងមានសាច់ច្រើនទើបញាតិវិកនិងអ្នកបរបាញ់សត្វសមុទ្របានបរបាញ់វាជាអាហារយ៉ាងច្រើនត្រឹមតែ27ឆ្នាំក្រោយពីត្រូវបានរកឃើញគោសមុទ្រ Steller ក៏ត្រូវបានគេបរបាញ់រហូតផុតពូជនៅឆ្នាំ1768គិតមើលត្រឹមតែ27ឆ្នាំប៉ុណ្ណោះឥឡូវមកដល់បក្សីយក្សមួយទៀតគឺម៉ូអាជាបក្សីមិនចេះហក់ដែលធ្លាប់ដើររកស៊ីនៅនូហ្សេឡង់វាអាចមានកម្ពស់ដល់ទៅ 3.6 ម៉ែត្រខ្ពស់ជាងមនុស្សធម្មតាទៅទៀតកាលពីមុនសត្រូវតែមួយរបស់វាគឺឥន្ទ្រីយក្ស Haas ប៉ុន្តែការមកដល់របស់ជនជាតិម៉ៅរីដែលជាជនជាតិដើមភាគតិចនូហ្សេឡង់គឺជាមូលហេតុចម្បងនៃការផុតពូជរបស់វាពួកគេបានបរបាញ់សត្វម៉ូអាយ៉ាងច្រើនរហូតដល់ផុតពូជនៅប្រហែលឆ្នាំ1445គួរឲ្យចាប់អារម្មណ៍ណាស់ព្រោះការបាត់បង់ម៉ូអានេះក៏បានធ្វើឲ្យឥន្ទ្រីយក្ស Haas ផុតពូជបន្ថែមស្នាប់ដែរព្រោះវាបាត់បង់ប្រភពអាហារសំខាន់របស់វាសត្វបន្ទាប់នេះមិនមែនជាសត្វសម័យម៉ូដែនទេប៉ុន្តែជាបក្សីយក្សសាហាវបំផុតមួយដែលធ្លាប់ដើរលើផែនដីនេះគឺ Kelenken ឬគេហៅថាបក្សីភេរវៈវារស់នៅក្នុងប្រទេសអាហ្សង់ទីនប្រហែល15លានឆ្នាំមុនវាមានកម្ពស់ប្រហែល3ម៉ែត្រដូចម៉ូអានិងមានទម្ងន់ប្រហែល100គីឡូក្រាមអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺលលក្បាលរបស់វាមានប្រវែង 71.6 សង់ទីម៉ែត្រដែលជាលលក្បាលបក្សីធំបំផុតមិនធ្លាប់មានវាជាសត្វមុំសាសីកំពូលនៅសម័យនោះមានចម្ពុះដុតស្នងធំនិងអាចរត់លឿនបានមកដល់សត្វសាហាវដែលយ៉ាងធ្លាប់ឃើញក្នុងរឿង Ice Age ជាខ្លាដាវសាបវាមានធ្មេញខាងមុខវែងដូចដាវសម្រាប់ចាស់សម្លាប់សត្វព្រៃវារស់នៅក្នុងទ្វីបអាមេរិកខាងលើហើយបានផុតពូជប្រហែល 10,000 ឆ្នាំមុនថ្មីត្បិតតែមានរូបរាងគួរឲ្យខ្លាចបំផុតភស្តុតាង fossil បង្ហាញថាពួកគេអាចមានរបៀបរស់នៅជាក្រុមនិងចេះតែតមសមាជិកដែលរងរបួសឬឈឺផងដែរបក្សីអូកធំមួយទៀតគឺបក្សីមិនចេះហោះដែលធ្លាប់មានគ្នាច្រើនរាប់មិនអស់នៅតាមឆ្នេរអាត្លង់តិកខាងលើវាមានពណ៌ខ្មៅសដូចសត្វ Penguin ប៉ុន្តែមិនមែនជាសាច់ញាតិគ្នាទេការបរបាញ់យកសាច់រោមនិងប្រេងព្រមទាំងការបំបើពងរបស់វាយ៉ាងច្រើនបានធ្វើឲ្យចំនួនរបស់វាធ្លាក់ចុះយ៉ាងដុនដាបគូដែលបន្តពូជចុងក្រោយបង្អស់ត្រូវបានគេសម្លាប់នៅឆ្នាំ1844នៅលើកោះមួយនៅប្រទេសអ៊ីស្លង់ព្រាហ្មណ៍តារាមប្រហែលជាសត្វស្លាបដែលធ្លាប់មានចំនួនច្រើនបំផុតខាងលោកកាលពីដើមមានចំនួនប៉ាន់ស្មានទៅដល់ 3 ទៅ 5,000 លានក្បាលហ្វូងរបស់វាហោះពេញផ្ទៃមេឃបាំងពន្លឺព្រះអាទិត្យអស់ចំនួនច្រើនថ្ងៃប៉ុន្តែការបរបាញ់ដោយគ្មានការគ្រប់គ្រងនិងការកាប់បំផ្លាញព្រៃឈើបានធ្វើឲ្យចំនួនរបស់វាធ្លាក់ចុះយ៉ាងដុនដាបសត្វព្រាហ្មណ៍តារាមចុងក្រោយឈ្មោះម៉ាថាបានស្លាប់នៅក្នុងសួនសត្វ Cincinnati Zoo ក្នុងឆ្នាំ1914គិតមើលពីរាប់លានទៅរាប់សួនក្នុងរយៈពេលខ្លីមែនទេឥឡូវមកដល់សត្វចម្លែកមួយប្រភេទទៀតដែលអ្នកវិទ្យាសាស្ត្រនៅឆ្ងល់អំពីរបៀបរស់នៅរបស់វាយ៉ាងខ្លាំងគឺឋានៈសត្វសមុទ្រ Desmostyllian វាមានទំហំពិនសត្វដំរីទឹកមានរូបរាងចម្លែករស់នៅតាមឆ្នេរភាគខាងលើមហាសមុទ្រប៉ាស៊ីហ្វិកប្រហែល33ទៅ10លានឆ្នាំមុនវាជាសត្វស៊ីរុក្ខជាតិអ្វីដែលចម្លែកនោះគឺធ្មេញរបស់វាអ្នកវិទ្យាសាស្ត្រជឿថាវាមិនស៊ីដោយសត្វដទៃទេគឺវាយកធ្មេញទល់គ្នាដើម្បីដកហូតរុក្ខជាតិក្នុងទឹករួចបឺតវាចូលមាត់ដូចម៉ាស៊ីនបូមធូលីហើយចុងក្រោយបង្អស់សូមណែនាំសត្វដែលមានវិធីបន្តពូជចម្លែកបំផុតនៅលោកគឺកង្កែបញីភ្ញាស់ពងក្នុងក្រពះរបស់វាជាកង្កែបតូចមួយប្រភេទរស់នៅក្នុងប្រទេសអូស្ត្រាលីកង្កែបញីនឹងលឿនពងដែលទើបតែបង្កោលកំណើតចូលទៅក្នុងក្រពះរបស់វាអាចបញ្ឈប់ការបញ្ចេញទឹកក្រពះនិងពងនឹងញឹមคล้ายទៅជាកូនកង្កែបតូចៗនៅក្នុងពោះវាក្រោយមកវានឹងក្អកកូនកង្កែបទាំងនោះចិនមកគួរឲ្យសោកស្ដាយណាស់កង្កែបដ៏អស្ចារ្យនេះត្រូវបានគេរកឃើញត្រឹមឆ្នាំ1973ប៉ុណ្ណោះហើយក៏បានផុតពូជទាំងស្រុងនៅដើមទសវត្សរ៍ឆ្នាំ1980សរុបមកយើងបានឃើញសត្វចម្លែក10ប្រភេទដែលធ្លាប់រស់នៅលើផែនដីនេះខ្លះផុតពូជដោយសារមូលហេតុធម្មជាតិតែភាគច្រើនផុតពូជដោយសារមនុស្សរឿងរ៉ាវរបស់សត្វទាំងនេះជាមេរៀនដ៏សំខាន់សម្រាប់យើងក្នុងការថែរក្សាសត្វដែលនៅសល់លើផែនដីតើអ្នកធ្លាប់ស្គាល់សត្វមួយណាម្នាក់ក្នុងចំណោមសត្វ10ប្រភេទនេះទេតើសត្វមួយណាដែលអ្នកចង់ឲ្យគេយកមករស់ឡើងវិញប្រាប់ខ្ញុំនៅខាងក្រោមនេះទៅ
សូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀតតើអ្នកធ្លាប់ស្រមៃទេថានៅក្នុងទឹកកកដ៏ត្រជាក់នៅតំបន់ស៊ីបេរីមានសាកសពសត្វបុរាណដែលត្រូវបានរក្សាទុកអស់រាប់ម៉ឺនឆ្នាំមានកូនខ្លាដាវសាបអាយុ3សប្តាហ៍ដែលនៅសល់រោមពុកមាត់និងក្រចកដៃមានកូនខ្លារោមភ្នំដែលសាកសពនៅដដាលដោយទើបងាប់ឧចរមានកូនសេះបុរាណដែលនៅសល់ឈាមរាវហើយមានម៉ាមួតដែលនៅសល់ស្មៅក្នុងមាត់និងទឹកដោះម្ដាយក្នុងពោះសត្វទាំងនេះមិនមែនគ្រាន់តែជា fossil ឆន្ទទេប៉ុន្តែជាសាកសពពិតប្រាកដដែលនៅដដែលផ្ដល់ឲ្យយើងនៅបង្អួចមើលអតីតកាលដ៏អស្ចារ្យថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីសត្វ10ប្រភេទដែលត្រូវបានរកឃើញកកខ្លួនទឹកកកនិងមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍បំផុតចាប់ផ្ដើមជាមួយការរកឃើញដ៏រំភើបបំផុតមួយគឺកូនខ្លាដាវសាបនៅឆ្នាំ2020គេបានរកឃើញសាកសពកូនខ្លាដាវសាបប្រភេទ Homoserium latidens អាយុប្រហែល3សប្តាហ៍កកក្នុងទឹកកកក្បែរទន្លេ Badineka ភាគខាងជើងស៊ីបេរីនេះជាលើកទី1ហើយដែលគេឃើញសត្វខ្លាដាវសាបដោយផ្ទាល់ភ្នែកមិនមែនក្រដែលឆ្អឹងសាកសពរបស់វានៅដដែលមានរោមពណ៌ត្នោតខ្ចីក្រាស់ព្រមទាំងរោមពុកមាត់ក្រញ៉ាំនិងក្រចកដៃដែលនៅមុតអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺកូនខ្លានេះមានកដ៏ធំក្រាស់ជាងកូនសង្ហៈសម័យទំនើបជាង2ដងសត្វបន្ទាប់គឺកូនខ្លារោមភ្នំស្ប៉ាតាដែលត្រូវបានគេរកឃើញនៅឆ្នាំ2018តាមមាត់ទន្លេនៅក្នុងតំបន់យ៉ាគូធៀប្រទេសរុស្ស៊ីស្ប៉ាតាត្រូវបានគេចាត់ទុកថាជាសត្វសម័យទឹកកកដែលត្រូវបានរក្សាទុកបានល្អបំផុតមិនធ្លាប់មានរោមពណ៌មាសរបស់វានៅដដែលស្បែកសាច់ដុំសរីរាង្គកាយខាងក្នុងនិងសូម្បីតែរោមពុកមាត់របស់វានៅដដែលគួរឲ្យដឹងថាមានកូនខ្លាឈ្មោលមួយក្បាលទៀតឈ្មោះ Boris ត្រូវបានគេរកឃើញនៅក្បែរនោះដែរប៉ុន្តែមានអាយុច្រើនជាងគឺប្រហែល 43,000 ឆ្នាំការវិភាគបានបង្ហាញថា Sparta ស្លាប់ដោយការអត់ឃ្លានចំណែក Boris អាចស្លាប់ដោយសាររងភ្នំដួលBoris ត្រូវបានគេរកឃើញដោយអ្នកប្រមាញ់ភ្លូដំរីនៅក្នុងតំបន់ដដែលនេះនៅឆ្នាំ2017ទោះបីជារងការខូចខាតខ្លះក៏ដោយសាកសពរបស់ Boris ក៏នៅដដែលគួរឲ្យកត់សម្គាល់ការសិក្សាលើ Boris និង Sparta បានផ្ដល់ព័ត៌មានថ្មីៗអំពីរូបរាងរបស់ខ្លារោមភ្នំដូចជាពណ៌រោមនិងអវត្តមានរបស់រោមចង្កាក្នុងឆ្នាំ2018ក្រុមអ្នកស្រាវជ្រាវនៅស៊ីបេរីបានរកឃើញសាកសពកូនសេះបុរាណអាយុប្រហែល2ខែសាកសពរបស់វាត្រូវបានរក្សាទុកយ៉ាងល្អអស្ចារ្យដោយនៅសល់ស្បែកកន្ទុយរោមច្រមុះនិងសូម្បីតែឈាមរាវការរកឃើញនេះអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រសិក្សាពីរូបរាងនិងសរីវិទ្យារបស់សេះបុរាណបានយ៉ាងល្អិតល្អន់នៅរដូវក្តៅឆ្នាំ2016អ្នករករាមីម្នាក់បានរកឃើញសាកសពកូនចៅចៅញីអាយុ7សប្តាហ៍នៅក្នុងតំបន់ Permafrost របស់ដែនដី Yukon ប្រទេសកាណាដាវាត្រូវបានដាក់ឈ្មោះថា Zer មានន័យថាចៅចៅក្នុងភាសាកំឡើងនេះជាសាកសពចៅចៅដែលចាស់ទីបំផុតនិងពេញលេញបំផុតមិនធ្លាប់មាន DNA របស់ Zer បានបង្ហាញថាវាជាកម្មសិទ្ធិរបស់ប្រជាសាស្ត្រចៅចៅដែលបានផុតពូជហើយត្រូវបានជំនួសដោយចៅចៅដទៃទៀតនៅពេលក្រោយវាក៏បានបង្ហាញថារបបអាហាររបស់វារួមមានត្រីផងដែរម៉ាមួតរោមវែងគឺជាសត្វទូទៅបំផុតដែលគេបានរកឃើញនៅក្នុងទឹកកកមានសំណាក់ចំនួនច្រើនដែលគេបានរកឃើញខ្លះនៅសល់ស្បែករោមនិងសូម្បីតែសាច់ដែលមើលទៅស្រស់គួរឲ្យចាប់អារម្មណ៍ថាមានសំណាក់ខ្លះត្រូវបានគេរកឃើញជាមួយនឹងស្មៃក្នុងមាត់ទឹកដោះម្ដាយក្នុងពោះនិងសូម្បីតែលីមួកក្នុងរន្ធគូតផងនេះអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រដឹងច្បាស់ពីអ្វីដែលពួកវាស៊ីនិងស្ថានភាពរស់នៅរបស់ពួកវារមាសរោមវែងក៏ត្រូវបានគេរកឃើញក្នុងទឹកកកស៊ីបេរីដែរសាកសពទាំងនេះបង្ហាញរោមក្រាស់និងស្នែងដ៏ធំរបស់វាដែលពួកវាប្រើសម្រាប់រុនភ្ញៀវនិងប្រយុទ្ធការសិក្សាលើសាកសពទាំងនេះពន្យល់ថាវាជាសត្វស៊ីស្មៃនៅតំបន់ទាបត្រជាក់និងផុតពូជប្រហែល 10,000 ឆ្នាំមុនក្នុងឆ្នាំ2022គេបានរកឃើញសាកសពប៊ីសង់បុរាណមួយក្បាលទោះបីជាបាត់ពាក់កណ្ដាលខ្លួនក៏ដោយនៅតំបន់ចុងបូផារុស៊ី
ไว้ดគួរឲ្យចាប់អារម្មណ៍គឺអ្នកវិទ្យាសាស្ត្រមានសតិនិយមថាកោសិការបស់វានៅដដែលគ្រប់គ្រាន់សម្រាប់ធ្វើការបញ្ញត្តិបង្កើតពូជឬ cloning ឲ្យវារស់ឡើងវិញក្នុងឆ្នាំ2020គេបានរកឃើញសាកសពខ្លាឃ្មុំរោងភ្នំដ៏ល្អប្រផាកមួយក្បាលរួមទាំងធ្មេញនិងច្រមុះរបស់វានៅក្នុងទឹកកករុស្ស៊ីការរកឃើញនេះផ្ដល់រូបភាពច្បាស់លាស់អំពីរូបរាងខ្លាឃ្មុំរោងភ្នំដែលមានទំហំពុនខ្លាត្នោតសម័យទំនើបចុងក្រោយគឺសត្វក្តាំងយក្សឬ Irish elk ទោះបីជាមិនសូវឃើញមានសាកសពកកពេញលេញដោយសត្វដទៃក៏ដោយឆ្អឹងនិងស្នែងរបស់សត្វក្តាំងយក្សនេះត្រូវបានគេរកឃើញយ៉ាងច្រើននៅតំបន់វាលផកនិងបឹងនានាទូទាំងអឺរ៉ុបស្នែងរបស់វាអាចលេចថ្លាសន្ធំទៅបានទទឹង 3.5 ម៉ែត្រដ៏ធំបំផុតក្នុងចំណោមសត្វក្តាំងទាំងអស់ការរកឃើញសត្វកកទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាសាស្ត្រសិក្សារូបរាងពិតប្រាកដយើងអាចដឹងច្បាស់ពីរោមពណ៌រូបរាងស្បែកនិងលក្ខណៈផ្សេងទៀតដែលឃ្លងឆ្អឹងមិនអាចប្រាប់បានសិក្សារបបអាហារនិងសុខភាពតាមរយៈការវិភាគមត្តនៈក្នុងក្រពះធ្មេញនិងសរីរាង្គកាយខាងក្នុងអ្នកវិទ្យាសាស្ត្រអាចដឹងពីអ្វីដែលពួកវាស៊ីនិងជំងឺដែលពួកវាកើតសិក្សាបុរាណបរិស្ថានសាកសពទាំងនេះប្រាប់យើងអំពីបរិស្ថានដែលពួកវារស់នៅនិងការប្រែប្រួលអាកាសធាតុកាលពីអតីតកាលសិក្សា DNA បុរាណសំណាក់ដែលបានរក្សាទុកយ៉ាងល្អអនុញ្ញាតឲ្យមានការសិក្សា DNA ដែលអាចបង្ហាញពីទំនាក់ទំនងវិវត្តន៍និងអាចបើកលទ្ធភាពសម្រាប់ការបង្កើតពូជយកសត្វទាំងនេះមកវិញសត្វទាំង10នេះបង្ហាញយើងថាផែនដីយើងធ្លាប់ជាជំរករបស់សត្វចម្លែកដ៏អស្ចារ្យចំនួនច្រើនទឹកកកដ៏ត្រជាក់បានរក្សាទុកអត្តសញ្ញាណទាំងនេះអស់រាប់ម៉ឺនឆ្នាំដើម្បីឲ្យយើងបានសិក្សានិងយល់ពីប្រវត្តិសាស្ត្ររបស់ជីវិតនៅលើផែនដីតើអ្នកធ្លាប់ស្គាល់សត្វមួយណាក្នុងចំណោមសត្វទាំង10នេះទេតើសត្វមួយណាដែលអ្នកចង់ឲ្យគេយកម្ករស់ឡើងវិញប្រាប់ទៅខ្ញុំនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀត